យុតិគ្រប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងខេត្តសៀមរាបចំនួន300នាក់ទទួលបានវិញ្ញាបនបត្រលើការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពចំណីអាហារនិងផ្នែកបដិសណ្ឋារកិច្ចទេសចរអាជីវករលក់ដូរតាមរទេះចល័តតាមដងស្ទឹងសៀមរាបចំនួន150នាក់និងអ្នកបើករ៉ឺម៉កដឹកជញ្ជូនភ្ញៀវចំនួន150នាក់ទទួលបានវិញ្ញាបនបត្រពីការបណ្ដុះបណ្ដាលរយៈពេលខ្លីស្ដីពីសុវត្ថិភាពចំណីអាហារអនាម័យនិងវគ្គបណ្ដុះបណ្ដាលស្ដីពីបដិសណ្ឋារកិច្ចទេសចរជូនភ្ញៀវជាតិអន្តរជាតិដែលរៀបចំដោយមូលនិធិអភិវឌ្ឍជំនាញ SDF និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបនិងសហការគាំទ្រពីរដ្ឋបាលខេត្តសាលាបណ្ដុះបណ្ដាល BKD Academy មន្ទីរទេសចរសុខាភិបាលនិងមន្ទីរអង្គភាពពាក់ព័ន្ធនានាមួយចំនួនទៀតពិធីប្រគល់ទទួលវិញ្ញាបនបត្រត្រូវបានធ្វើឡើងនៅសាលាខេត្តសៀមរាបលោកងើសេងកាអភិបាលរងខេត្តបានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះថាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនអាជីវករលក់ដូរតាមរទេះចល័តនិងបងប្អូនបើករ៉ឺម៉កកង់3និយាយជារួមគឺបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានយល់ដឹងពីបដិសណ្ឋារកិច្ចគុណភាពស្តង់ដារអនាម័យប្រកបដោយសុវត្ថិភាពឈានទៅប្រកួតប្រជែងដោយសុចរិតជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលទទួលសេវាកម្មនៅខេត្តសៀមរាបលោកអភិបាលរងខេត្តបានជំរុញឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តដែលមិនទាន់បានចុះបញ្ជីក្នុងថ្នាល Digital អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមចុះឈ្មោះឲ្យបានគ្រប់គ្នាព្រោះថាការចុះឈ្មោះនេះជាគោលការណ៍ស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំនិងមិនគិតថ្លៃអ្វីទាំងអស់និងមិនតម្រូវដើម្បីឲ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើននិងការគាំទ្រនានាបន្ថែមទៀតលោកងើសេងកាក៏បានលើកទឹកចិត្តដល់អ្នកបើកបរម៉ូតូរ៉ឺម៉កក៏គួរនាំគ្នាចងក្រងបង្កើតសមាគមដើម្បីងាយស្រួលគ្រប់គ្រងនិងជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជាយថាហេតុក្នុងអាជីវកម្មរបស់ខ្លួនជាដើមអុកញ៉ាលួនអានចំណេះប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាបបានមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងអំពីច្បាប់បទដ្ឋានគតិយុត្តនិងគោលការណ៍ណែនាំនានាដល់អ្នកពាក់ព័ន្ធពិសេសប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមនុស្សមួយក្រុមដែលមានឥទ្ធិពលបង្កើតស្នាមញញឹមដំបូងដល់ភ្ញៀវទេសចរនៅលើទឹកដីខេត្តសៀមរាបអង្គររបស់យើងអុកញ៉ាលួនអានចំណេះបានបញ្ជាក់ទៀតថាវគ្គបណ្ដុះបណ្ដាលនេះត្រូវបានផ្ដួចផ្ដើមឡើងនិងលើកទឹកចិត្តរៀបចំដោយអាយដាមអភិបាលខេត្តដោយលោកបានចាត់ទុកបងប្អូនពូមីងប្រតិបត្តិការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធពិតជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចនិងវិស័យទេសចរខេត្តសៀមរាបរបស់យើងហេតុនេះសូមបងប្អូននាំយកនៅចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្ដែងដើម្បីឲ្យសេវាកម្មរបស់បងប្អូនកាន់តែលេចធ្លោមានភ្ញៀវជាប្រចាំនិងមានជោគជ័យជានិច្ចហើយបើតាមរយៈការចូលរួមការសិក្សានេះជឿជាក់ថាបងប្អូននឹងទទួលបានចំណេះដឹងនិងបច្ចេកទេសថ្មីៗក្នុងការបង្កើតបទពិសោធន៍ល្អៗសម្រាប់រួមគ្នាទាក់ទាញភ្ញៀវទេសចរឲ្យនឹងអាចឈានបង្កើតទាំងចំណូលនិងគុណភាពសេវាកម្មរបស់ខ្លួនពីព្រោះបងប្អូនពូមីងជាមនុស្សស្នូលសំខាន់មួយដែលមានតួនាទីភារកិច្ចការពារកេរ្តិ៍ឈ្មោះដ៏ល្អឥតខ្ចោះនៃម្ហូបអាហារប្រចាំខេត្តសៀមរាបជាពិសេសអាហារចល័តតាមដងផ្លូវសូមជម្រាបថាបងប្អូនអាជីវករលក់ដូរចល័តតាមមាត់ស្ទឹងខេត្តសៀមរាបចំនួន150នាក់បានទទួលការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពចំណីអាហារនិងអនាម័យរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី26ដល់ថ្ងៃទី30ខែឧសភានៅសន្តាគារ Landing Goal ដើម្បីយល់ដឹងអំពីអនាម័យចំណេះដឹងអ្នកផលិតអ្នកលក់និងអ្នកទិញដើម្បីធានាបាននូវគុណភាពស្តង់ដារអនាម័យប្រកបដោយសុវត្ថិភាពចំពោះម្ហូបអាហារឈានទៅការប្រកួតប្រជែងប្រកបដោយសុចរិតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចូលមកទស្សនាខេត្តសៀមរាបនិងបងប្អូនអ្នកបើករ៉ឺម៉កដឹកភ្ញៀវចំនួន150នាក់ចាប់ពីថ្ងៃទី2ដល់ថ្ងៃទី6ខែមិថុនាឆ្នាំ2025នៅសាលាខេត្តសៀមរាបឲ្យបានយល់ដឹងពីបដិសណ្ឋារកិច្ចទេសចរជូនភ្ញៀវជាតិនិងអន្តរជាតិដែលទទួលសេវាកម្មផ្ទាល់ពីអ្នកបើកម៉ូតូកង់3